សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងវិលជួបគ្នាជាថ្មីនៅក្នុងករណីមួយដែលបានកើតឡើងនៅក្នុងប្រទេសជប៉ុនទៅលើគូស្វាមីមួយគូដែលបុរសនឹងគាត់មានចិត្តច្រណែនទៅលើប្រពន្ធរបស់គាត់ដែលមានភាពជោគជ័យជាមួយគ្នាតាមពិតទៅមុនដំបូងគាត់នឹងគឺស្រឡាញ់គ្នាតាំងពីនៅរៀនហើយក្រោយមកពួកគេក៏បាននាំគ្នាបន្តការសិក្សាហើយដល់ពាក់កណ្ដាលទីខាងប្រុសក៏បានឈប់ដើម្បីស្វែងរកគោលដៅថ្មីរបស់គាត់ប៉ុន្តែចុងក្រោយគាត់មានការច្រណែនទៅលើប្រពន្ធរបស់គាត់ដែលមានភាពជោគជ័យជាងគាត់ចង់ដឹងសាច់រឿងលម្អិតនៃករណីនេះមានសភាពដូចម្តេចខ្លះតោះយើងនាំគ្នាទៅស្វែងយល់សាច់រឿងលម្អិតទាំងអស់គ្នានៅម៉ោង 8 ព្រឹកថ្ងៃទី 27 ខែមិថុនាឆ្នាំ 2019 នៅសួនមួយនៅក្នុងទីក្រុងហៃស៊ូកាប្រទេសជប៉ុនបុរសម្នាក់ដែលមានអាយុប្រហែលជា40ឆ្នាំកំពុងតែរត់ហាត់ប្រាណតាមផ្លូវជិតមាត់ទន្លេហើយគាត់ក៏បានឃើញអ្វីមួយអណ្ដែតនៅលើផ្ទៃទឹកដំបូងគាត់មិនដឹងថាវាគឺជាអ្វីនោះទេប៉ុន្តែនៅពេលដែលគាត់ដើរកាន់តែជិតទើបគាត់ដឹងថាវាគឺជាសាកសពរបស់ស្ត្រីម្នាក់គ្មានសម្លៀកបំពាក់ហើយជើងទាំងពីរត្រូវបានកាត់បន្ទាប់មកគាត់ក៏បានទូរស័ព្ទទៅប៉ូលីសភ្លាមមិនយូរប៉ុន្មានប៉ូលីសក៏បានមកដល់កន្លែងកើតហេតុហើយក៏ចាប់ផ្ដើមពិនិត្យមើលសាកសពពេលពិនិត្យមើលសពពួកគេបានរកឃើញស្នាមជាំខ្លាំងនៅលើករបស់ជនរងគ្រោះនៅកន្លែងកើតហេតុពួកគេមិនបានរកឃើញរបស់របរផ្ទាល់ខ្លួនឬឯកសារអត្តសញ្ញាណណាមួយដែលទាក់ទងជាមួយនឹងជនរងគ្រោះនោះទេបន្ទាប់មកប៉ូលីសក៏បានចាប់ផ្ដើមស្វែងរកនិងសុំជំនួយពីអាជ្ញាធរមូលដ្ឋាននិងអ្នកនេសាទដែលធ្វើការនៅតំបន់មាត់សមុទ្រនោះអ្នកស៊ើបអង្កេតខ្លះក៏បានពាក់ឧបករណ៍ជ្រមុជទឹកនិងងូតចូលទៅក្នុងទឹកដើម្បីស្វែងរកប៉ុន្តែការស្វែងរកពេញមួយថ្ងៃមិនបានរកឃើញលទ្ធផលអ្វីនោះទេនៅយប់ថ្ងៃដដែលនោះក៏មានរឿងនឹកស្មានមិនដល់មួយបានកើតឡើងបុរសម្នាក់បានដើរចូលស្ថានីយ៍ប៉ូលីសដោយទឹកមុខមើលទៅហាក់ដូចជាតានតឹងនិងភ័យខ្លាចបុរសនោះមានឈ្មោះថាថៃរ៉ាសាយ៉ាអាយុ26ឆ្នាំគាត់បាននិយាយទាំងសំឡេងញ័រថាគាត់មិនអាចទ្រាំនឹងការខូចចិត្តនៅក្នុងចិត្តរបស់គាត់បានទៀតទេគាត់បានសារភាពថាគាត់គឺជាមនុស្សដែលបានយកសពប្រពន្ធរបស់គាត់ដែលមានឈ្មោះថាថៃរ៉ាហ្វូប៊ូគីទៅបោះចោលទៅក្នុងសមុទ្រនៅវេលាម៉ោង 6 ព្រឹកថ្ងៃទី28 ខែមិថុនានៅពេលដែលប៉ូលីសកំពុងតែសួរចម្លើយសាយ៉ាដើម្បីរកព័ត៌មានបន្ថែមក៏មានការរកឃើញមួយផ្សេងទៀតនៅឆ្នេរសមុទ្រក្បែរនោះសិស្សសាលាបឋមសិក្សាម្នាក់កំពុងតែហាត់កីឡាទឹកហើយក៏បានឃើញអ្វីមួយអណ្ដែតនៅលើផ្ទៃទឹកក្មេងនោះក៏បានហែទៅមើលបន្ទាប់មកទើបគេដឹងថានោះគឺជាជើងខាងឆ្វេងរបស់មនុស្សប៉ូលីសក៏បានមកយកទៅពិនិត្យភ្លាមហើយលទ្ធផលបានបញ្ជាក់ថាជើងនេះត្រូវគ្នាជាមួយនឹងជើងរបស់សពស្ត្រីដែលបានរកឃើញកាលពីថ្ងៃមុនបន្ទាប់មកប៉ូលីសក៏បានបញ្ជូនមនុស្សជាច្រើនដើម្បីស្វែងរកតាមឆ្នេរដើម្បីរកជើងខាងស្ដាំដែលបានបាត់បង់ប៉ុន្តែទោះបីជាប៉ូលីសខិតខំស្វែងរកយ៉ាងណាក៏នៅតែមិនអាចរកឃើញជើងខាងស្ដាំរបស់នាងដូច្នេះប៉ូលីសក៏បានត្រឡប់ទៅសួរសាយ៉ាម្ដងទៀតនៅពេលនោះសាយ៉ាបានសារភាពថាជើងខាងស្ដាំរបស់ជនរងគ្រោះគាត់មិនបានបោះចូលទៅក្នុងសមុទ្រទេគាត់បានយកវាទៅលាក់នៅក្នុងផ្ទះរបស់គាត់ផ្ទះដែលពួកគេរស់នៅមានចម្ងាយប្រហែលជា40 គីឡូម៉ែត្រពីកន្លែងដែលបានរកឃើញសាកសពប៉ូលីសក៏បានទៅផ្ទះនោះភ្លាមហើយពួកគេក៏បានរកឃើញជើងខាងស្ដាំរបស់ជនរងគ្រោះនៅក្នុងផ្ទះប៉ូលីសក៏បានរកឃើញវ៉ាលីធំមួយដែលមានស្នាមឈាមស្ងួតនៅខាងក្នុងវ៉ាលីនេះគឺជារបស់ដែលសាយ៉ាបានប្រើវាដើម្បីដឹកសាកសពប្រពន្ធរបស់គាត់ចេញពីផ្ទះទៅឆ្នេរសមុទ្រនៅក្នុងវ៉ាលីក៏មានឃើញ10ថ្នាំបំបត្តិក្លិនសពនិងក្រដាសតូចមួយដែលសរសេរអំពីរបៀបកម្ចាត់សាកសពផងដែរអ្វីដែលសាយ៉ាបានធ្វើគឺគាត់បានគិតនិងរៀបចំទុកជាមុននៅថ្ងៃទី28 ខែមិថុនាដោយសារតែមានភស្តុតាងច្បាស់លាស់ប៉ូលីសក៏បានប្រកាសចាប់ខ្លួនថៃរ៉ាសាយ៉ាអំពីបទមនុស្សឃាតនិងបំផ្លាញសាកសពពេលសួរគាត់ថាហេតុអ្វីបានជាគាត់ធ្វើបែបនេះសាយ៉ាបាននិយាយថាគាត់មិនអាចទ្រាំទ្រជាមួយនឹងការមើលងាយរបស់ប្រពន្ធរបស់គាត់បានទៀតទេរាល់ពេលដែលនាងមើលមកគាត់ហាក់ដូចជាគាត់នឹងជាមនុស្សចម្លែកមិនដូចជាប្តីរបស់នាងទៀតឡើយគាត់ក៏បាននិយាយថាមូលហេតុគឺព្រោះតែគាត់មានបំណុលច្រើនពេកហើយមិនអាចសងបានដោយសារតែបែបនេះហើយទើបប្រពន្ធរបស់គាត់មើលងាយនិងដាក់សម្ពាធឲ្យគាត់ឲ្យខំរកលុយសងបំណុលជារៀងរាល់ថ្ងៃយូរទៅគាត់ក៏មានអារម្មណ៍ថាគ្មានតម្លៃនិងអស់សង្ឃឹមចុងក្រោយគាត់ក៏បានសម្រេចចិត្តខុសគឺការសម្លាប់ប្រពន្ធខ្លួនឯងដោយគិតថាវាគឺជាវិធីបញ្ចប់បញ្ហាទាំងអស់មុនចូលទៅដល់សាច់រឿងបន្តយើងនាំគ្នាទៅស្វែងយល់អំពីអតីតកាលនិងទំនាក់ទំនងរបស់ប្តីប្រពន្ធមួយគូនេះជាមុនសិនសាយ៉ាហើយនិងហ្វូប៊ូគីកើតនៅក្នុងឆ្នាំ1992ដូចគ្នា
ហើយអ្នកទាំងពីរបានជួបគ្នាលើកដំបូងនៅពេលដែលពួកគេរៀននៅសាកលវិទ្យាល័យសាយ៉ាធំឡើងនៅក្នុងតំបន់តាម៉ានៅក្នុងទីក្រុងតូក្យូគាត់មានអត្តចរិតចាស់ទុំជាងមិត្តភ័ក្តិរួមចំនួនរបស់គាត់សាយ៉ាមានបងប្អូន4នាក់ហើយឪពុកម្ដាយរបស់គាត់បានលែងលះគ្នាតាំងពីគាត់នៅតូចដូច្នេះគាត់ត្រូវជួយម្ដាយមើលថែប្អូនៗនិងទទួលខុសត្រូវជាកូនច្បងក្នុងគ្រួសារស្ថានភាពបែបនេះហើយទើបធ្វើឲ្យគាត់នឹងដឹងខុសត្រូវច្រើនចំណែកឯហ្វូប៊ូគីវិញគឺខុសពីគាត់នាងគឺជាស្ត្រីដែលមានចិត្តរួសរាយចូលចិត្តញញឹមដូច្នេះហើយនាងមានមិត្តភ័ក្តិច្រើននាងគឺជាសិស្សពូកែធ្លាប់បានទៅសិក្សានៅសហរដ្ឋអាមេរិកនិងសិង្ហបុរីដូច្នេះនាងអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អពេលរៀននៅឆ្នាំទី3នៅសាកលវិទ្យាល័យអ្នកទាំងពីរក៏បានចាប់ផ្ដើមស្រឡាញ់គ្នាបន្ទាប់មកពួកគេក៏បន្តរៀនថ្នាក់ Master ជាមួយគ្នាពួកគេបានប្រាប់គ្រួសាររបស់ពួកគេអំពីទំនាក់ទំនងរបស់ពួកគេបន្ទាប់ពីបញ្ចប់ថ្នាក់ Master Fubuki ក៏បានការងារល្អមួយនៅក្រុមហ៊ុនបរទេសដែលមានប្រាក់ខែល្អចំណែកឯសាយ៉ាវិញនៅខែមីនាឆ្នាំ2017គាត់បានសម្រេចចិត្តឈប់រៀនថ្នាក់ Master ពាក់កណ្ដាលផ្លូវព្រោះគាត់ចង់ផ្លាស់ប្ដូរទិសដៅជីវិតមិនយូរប៉ុន្មានពួកគេក៏បានចុះបញ្ជីរៀបការជាផ្លូវការហើយក៏បានក្លាយទៅជាប្តីប្រពន្ធក្រោយមកសាយ៉ាក៏បានយកនាមត្រកូលតាមប្រពន្ធរបស់គាត់រឿងនេះមិនចម្លែកនោះទេនៅប្រទេសជប៉ុនព្រោះខាងប្តីខ្លះក៏អាចយកនាមត្រកូលតាមខាងប្រពន្ធបាននៅខែវិច្ឆិកាឆ្នាំ2018 Fubuki ត្រូវបានក្រុមហ៊ុនផ្លាស់ទីកន្លែងធ្វើការដូច្នេះអ្នកទាំងពីរក៏បានផ្លាស់ទៅរស់នៅអាផាតមិនថ្មីមួយអ្នកនៅជិតខាងបាននិយាយថាពួកគេទើបតែមករស់នៅទីនេះហើយពួកគេមើលទៅដូចជាប្តីប្រពន្ធធម្មតាមិនមានសញ្ញាអ្វីចម្លែកនោះទេប៉ុន្តែការពិតទៅទំនាក់ទំនងរបស់ពួកគេកំពុងតែចាប់ផ្ដើមមានបញ្ហាបន្តិចម្ដងហើយពួកគេក៏ចាប់ផ្ដើមនៅឆ្ងាយពីគ្នា Fubuki កំពុងតែមានការងារល្អហើយនៅមានប្រាក់ចំណូលស្ថិរភាពចំណែកឯសាយ៉ាវិញបន្ទាប់ពីឈប់រៀនគាត់មិនមានការងារធ្វើនោះទេគាត់បាននិយាយថាគាត់មិនទាន់រកបានការងារដែលគាត់ចង់ធ្វើដូច្នេះគ្រួសារទាំងមូលត្រូវរស់នៅដោយពឹងផ្អែកទៅលើប្រាក់ខែរបស់ប្រពន្ធគាត់ Fubuki ចង់ឲ្យប្តីរបស់នាងរកការងារមួយដែលមានស្ថិរភាពមិនថាតូចឬធំនោះទេដើម្បីជួយសម្រួលបន្ទុកនៅក្នុងគ្រួសារប៉ុន្តែរាល់ពេលដែលនាងនិយាយអំពីរឿងនេះសាយ៉ាតែងតែនិយាយថាគាត់កំពុងតែរកការងារប៉ុន្តែធៀបពិតទៅគាត់មិនសូវខ្វល់ខ្វាយអំពីការរកការងារនោះទេពេលផ្លាស់ទៅរស់នៅកន្លែងថ្មី Fubuki ចាប់ផ្ដើមមានសម្ពាធផ្នែកហិរញ្ញវត្ថុប៉ុន្តែប្តីរបស់នាងមិនត្រឹមតែមិនជួយនោះទេហើយថែមទាំងបង្កើនបំណុលថែមទៀតផងសាយ៉ាមានចំណង់ចំណូលចិត្តលេងប៊តហ្គេមគាត់ចាប់ផ្ដើមចំណាយលុយច្រើនទៅលើចំណង់ចំណូលចិត្តមួយនេះរាល់ការចំណាយនៅក្នុងការរស់នៅនិងការចំណាយទៅលើការលេងហ្គេមគាត់បានប្រើកាតឥណទានរបស់ប្រពន្ធរបស់គាត់ដើម្បីបង់ប្រាក់គាត់ក៏បានយកលុយពីអំណោយថ្ងៃរៀបការលុយសន្សំសម្រាប់ដំណើរកម្សាន្ត honeymoon និងសូម្បីតែលុយសន្សំផ្ទាល់ខ្លួនរបស់ប្រពន្ធគាត់ថ្ងៃមួយគាត់ក៏បានប្រើឥណទានរបស់ប្រពន្ធគាត់ដកយកសាច់ប្រាក់ជាច្រើនដើម្បីសងបំណុលរបស់គាត់មូលហេតុពិតប្រាកដដែលធ្វើឲ្យសាយ៉ាចាប់ផ្ដើមចំណាយលុយមិនគិតបែបនេះមិនមាននរណាដឹងច្បាស់នោះទេរហូតដល់ខែមិថុនាឆ្នាំ2019ទើប Fubuki បានដឹងការពិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺប្តីរបស់នាងបានសន្សំបំណុលធំមួយនៅពីក្រោយខ្នងរបស់នាងបំណុលរបស់សាយ៉ារួមទាំងបំណុលកម្ចីសិក្សាពីមុនសរុបប្រហែលជា$40,000ប៉ុន្តែពេលដែល Fubuki បានដឹងការពិតនាងមិនបានស្ដីបន្ទោសប្តីរបស់នាងហើយក៏មិនមានចិត្តចង់លែងលះដែរនាងសម្រេចចិត្តនៅជាមួយគាត់និងព្យាយាមដោះស្រាយបញ្ហាជាមួយគ្នានាងបាននិយាយទៅកាន់សាយ៉ាថាពួកគេគួរតែព្យាយាមម្ដងទៀតហើយឲ្យគាត់ប្រឹងរកការងារធ្វើនាងជឿថាបើពួកគេខិតខំជាមួយគ្នាអ្វីៗនឹងកាន់តែប្រសើរឡើងដើម្បីរក្សាគ្រួសារមួយនេះនាងបានខំធ្វើការខ្លាំងជាងមុនហើយទទួលបន្ទុកគ្រប់យ៉ាងដោយមិនត្អូញត្អែរក្រោយមកសាយ៉ាក៏ចាប់ផ្ដើមធ្វើការនៅហាងឱសថស្ថានមួយនៅជិតផ្ទះជីវិតប្តីប្រពន្ធមួយគូនេះមើលទៅហាក់កំពុងតែប្រសើរឡើងវិញប៉ុន្តែការពិតមិនមែនបែបនោះទេនៅក្នុងចិត្តរបស់សាយ៉ាគាត់នៅតែមានអារម្មណ៍ថាខ្លួនគាត់អន់ជាងប្រពន្ធរបស់គាត់ដែលកំពុងតែទទួលបានភាពជោគជ័យហើយអារម្មណ៍នេះកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅព្រឹកថ្ងៃទី26ខែមិថុនាឆ្នាំ2019សាយ៉ាបានទូរស័ព្ទទៅហាងឱសថដែលគាត់ធ្វើការដើម្បីសុំជួបសម្រាកគាត់និយាយថាគាត់កំពុងតែមានជំងឺផ្ដាសាយហើយមិនអាចទៅធ្វើការបាននោះទេហាងឱសថគិតថាវាចម្លែកបន្តិចព្រោះនៅពេលនោះគឺជារដូវក្តៅមិនមែនជារដូវរងាដែលងាយបង្កឲ្យមានការផ្ដាសាយនោះទេប៉ុន្តែពួកគេក៏នៅតែយល់ព្រមឲ្យគាត់សម្រាក
ការពិតទៅសាយាមិនបានឈឺផ្ដាសាយនោះទេមូលហេតុដែលគាត់មិនទៅធ្វើការនោះគឺការពីយប់មិញគាត់បានសម្លាប់ប្រពន្ធរបស់គាត់ខណៈពេលដែលនាងកំពុងតែគេងលក់នៅយប់ថ្ងៃទី25ប្តីប្រពន្ធទាំងពីរនេះបានចូលគេងដោយធម្មតាហើយមុនពេលចូលគេងប្រពន្ធរបស់គាត់បានចាប់ប្តីរបស់សាយាហើយបានសួរថាបងមិនត្រជាក់ទេឬសំណួរនេះគឺជាសំណួរធម្មតាប៉ុន្តែវាបានបង្ហាញថានាងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្តីរបស់នាងប៉ុន្តែពាក្យធម្មតានេះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់សាយាយ៉ាងខ្លាំងគ្មាននរណាម្នាក់ដឹងថានៅក្នុងចិត្តរបស់គាត់នៅពេលនោះគិតពីអ្វីនោះទេហើយបន្ទាប់ពីប្រពន្ធរបស់គាត់គេងលក់សាយាក៏បានប្រើខ្សែផ្លាស្ទិកមួយនៅក្នុងផ្ទះរឹតកប្រពន្ធរបស់គាត់រហូតដល់នាងឈប់ដកដង្ហើមលុះព្រឹកឡើងបន្ទាប់ពីទូរស័ព្ទទៅហាងអសតហើយសាយាក៏ចាប់ផ្ដើមគិតអំពីវិធីបំបត្តិសពប្រពន្ធរបស់គាត់ដំបូងគាត់គិតថាដាក់សាកសពចូលវ៉ាលីហើយយកទៅបោះចោលនៅក្នុងសមុទ្រប៉ុន្តែសាកសពនោះធំពេកមិនអាចដាក់ចូលក្នុងវ៉ាលីនោះបាននោះទេដូច្នេះគាត់ក៏បានយកកាំបិតនិងរណាកាត់ជើងទាំងពីររបស់ប្រពន្ធគាត់ប៉ុន្តែវានៅតែមិនអាចដាក់ចូលបានទាំងអស់ចុងក្រោយគាត់ក៏បានទុកជើងខាងស្ដាំនៃផ្ទះហើយដាក់ផ្នែករាងកាយដែលនៅសល់ចូលទៅក្នុងវ៉ាលីរួចចេញពីផ្ទះកន្លែងដែលគាត់យកសាកសពទៅបោះចោលគឺនៅឆ្នេរសមុទ្រស្ងាត់មួយចម្ងាយប្រហែលជា40គីឡូម៉ែត្រពីផ្ទះរបស់គាត់ដូច្នេះគាត់បានហៅតាក់ស៊ីជាច្រើនដងដើម្បីកុំឲ្យអ្នកបើកឡានមានការសង្ស័យពេលជិតទៅដល់ឆ្នេរគាត់មិនបានចុះនៅត្រង់ចំណុចកន្លែងកើតហេតុនោះទេប៉ុន្តែគាត់បានចុះក្នុងរយៈចម្ងាយឆ្ងាយបន្តិចរួចហើយក៏ដើរឆ្ពោះទៅកាន់ឆ្នេរនោះពេលទៅដល់ឆ្នេរគាត់ក៏បានអូសវ៉ាលីដែលមានសពប្រពន្ធរបស់គាត់នៅខាងក្នុងចូលទៅក្នុងទឹកសមុទ្រនឹងបានហែទៅជ្រៅបន្តិចហើយគាត់ក៏បានបើកវ៉ាលីហើយបោះសារសពប្រពន្ធរបស់គាត់ចូលទៅក្នុងសមុទ្របន្ទាប់មកគាត់ក៏បានត្រឡប់ទៅផ្ទះវិញពេលនៅតែម្នាក់ឯងនៅក្នុងផ្ទះស្ងាត់គាត់ចាប់ផ្ដើមមានអារម្មណ៍សោកស្ដាយនិងដឹងថាអ្វីដែលគាត់ធ្វើគឺអាក្រក់ខ្លាំងចុងក្រោយគាត់ក៏បានសម្រេចចិត្តទៅកាន់ស្ថានីយ៍ប៉ូលីសដើម្បីសារភាពកំហុសរបស់គាត់បន្ទាប់ពីប៉ូលីសស្ដាប់ការសារភាពរបស់សាយាហើយពួកគេមានអារម្មណ៍ថាមូលហេតុដែលគាត់និយាយមិនសូវសមហេតុផលនិងមិនច្បាស់លាស់ព្រោះពេល Fubuki បានដឹងថាប្តីរបស់នាងមានបំណុលច្រើននាងមិនបានលែងលះទេប៉ុន្តែជ្រើសរើសបន្តជីវិតនៅជាមួយនឹងគាត់ហើយព្យាយាមដោះស្រាយជាមួយគ្នាហើយនាងក៏មិនដែលបង្ខំប្តីរបស់នាងឲ្យសងបំណុលឡើយដូច្នេះពាក្យដែលសាយានិយាយថាប្រពន្ធរបស់គាត់មើលមកគាត់ដូចជាមនុស្សចម្លែកដែលធ្វើឲ្យគាត់ខឹងនិងមិនអាចទ្រាំបានទាំងនេះវាអាចគ្រាន់តែជាការគិតរបស់គាត់តែម្នាក់ឯងមិនយូរប៉ុន្មានការត្រួតពិនិត្យផ្លូវចិត្តក៏បានបង្ហាញថាសាយាមានជំងឺបុគ្គលិកលក្ខណៈអត្តនិយមមនុស្សដែលមានជំងឺនេះតែងតែគិតពីអ្វីៗដោយផ្អែកតែលើខ្លួនឯងពេលមានផលប៉ះពាល់ដល់កិត្តិយសឬអារម្មណ៍ខ្លួនពួកគេអាចមានប្រតិកម្មខ្លាំងទោះបីជាគាត់ជាមនុស្សបង្កើនបំណុលនិងបញ្ហាទាំងអស់នៅក្នុងគ្រួសារក៏ដោយក៏នៅក្នុងចិត្តគាត់នៅតែគិតថាគាត់គឺជាជនរងគ្រោះការកាត់ក្តីក៏បានចាប់ផ្ដើមឡើងនៅថ្ងៃទី28ខែកក្កដាឆ្នាំ2020ហើយបន្តអស់រយៈពេល5ថ្ងៃនៅក្នុងតុលាការសាយាបានជុំជាច្រើនដងនិងនិយាយថាគាត់មានការសោកស្ដាយខ្លាំងគាត់និយាយថាប្រពន្ធរបស់គាត់ស្រឡាញ់គាត់ខ្លាំងប៉ុន្តែគាត់បានបំផ្លាញអ្វីៗទាំងអស់ហើយអាចនិយាយបានតែពាក្យសំទោសតែប៉ុណ្ណោះនៅក្នុងសវនាការម្ដាយរបស់ Fubuki ក៏បានមកធ្វើជាសាក្សីហើយនិយាយទាំងទឹកភ្នែកថាកូនស្រីរបស់គាត់បានព្យាយាមខ្លាំងណាស់ដើម្បីរក្សាអាពាហ៍ពិពាហ៍មួយនេះនិងមិនដែលបោះបង់ក្តីសង្ឃឹមទៅលើជីវិតគ្រួសាររបស់នាងឡើយតុលាការបានបញ្ជាក់ថាមូលហេតុដែលសាយាប្រព្រឹត្តបទឧក្រិដ្ឋគឺដោយសារតែភាពអាត្មានិយមនិងផលប្រយោជន៍របស់ខ្លួនឯងហើយអ្វីដែលគាត់បានធ្វើគឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរដែលមិនអាចយកការសោកស្ដាយមកបង្វិលពេលវេលាបាននោះទេទោះជាយ៉ាងណាក៏ដោយនៅចុងក្រោយតុលាការបានកាត់ទោសឲ្យសាយាជាប់ពន្ធនាគាររយៈពេល17ឆ្នាំដំបូងឡើយអัยការបានស្នើសុំឲ្យកាត់ទោសសាយាឲ្យជាប់ពន្ធនាគារ23ឆ្នាំហើយនិយាយថាវាគឺជាឧក្រិដ្ឋកម្មដ៏អាក្រក់ដែលកើតឡើងពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្តែចុងក្រោយតុលាការបានកាត់ទោសឲ្យគាត់ជាប់ពន្ធនាគារត្រឹមតែរយៈពេល17ឆ្នាំមូលហេតុដែលបន្ថយទោសគឺតុលាការគិតថាជំងឺបុគ្គលិកលក្ខណៈអត្តនិយមរបស់សាយាគឺជាកត្តាដែលនាំឲ្យមានការបន្ថយទោសតុលាការក៏បានពិចារណាថាគាត់បានទទួលស្គាល់បញ្ហារបស់គាត់និងបង្ហាញអំពីចិត្តចង់កែប្រែខ្លួនអូខេឥឡូវយើងបានមកដល់ទីបញ្ចប់នៃសាច់រឿងមួយនេះហើយតែអ្នកទាំងអស់គ្នាយល់ឃើញដូចម្តេចដែរចំពោះករណីមួយនេះសូមជួយបញ្ចេញមតិយោបល់អ្នកទាំងអស់គ្នានៅក្នុង comment ខាងក្រោមមកខ្ញុំបាទបានដឹងផងហើយបើសិនជាមានកំហុសឆ្គងត្រង់ចំណុចណាមួយក៏សូមជួយខន្តីអភ័យទោសមួយវិញទៀតកុំភ្លេចជួយ like subscribe channel របស់ខ្ញុំផង
ដើម្បីឲ្យខ្ញុំនឹងមានទឹកចិត្តបន្តផលិតវីដេអូជូនអ្នកទាំងអស់គ្នាបន្ថែមទៀតបាទសូមអរគុណហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយ